Cảពីយូរលង់ណាស់មកហើយមានព្រះសង្ឃដ៏ល្បីល្បាញមួយអង្គដែលធ្លាប់គង់នៅលើភ្នំខ្ពស់មួយឆ្ងាយពីកន្លែងដែលមនុស្សជាច្រើនមិនសូវទៅដល់ទោះជាយ៉ាងណាក៏ដោយមនុស្សដែលបានឮអំពីទ្រង់តែងតែឡើងទៅលើភ្នំតាមផ្លូវដ៏លំបាកដើម្បីជួបទ្រង់ថ្ងៃមួយក្រុមអ្នកដំណើរដែលឡើងភ្នំបានដឹងអំពីព្រះសង្ឃនិងប្រាជ្ញារបស់ទ្រង់ដូច្នេះពួកគេក៏សម្រេចចិត្តទៅសួរសុខទុក្ខទ្រង់ពេលទៅដល់ទីនោះពួកគេទាំងអស់គ្នាបានថ្វាយបង្គំព្រះសង្ឃម្នាក់ចង់និយាយជាមួយទ្រង់អំពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេនិងសុំដំណោះស្រាយដូច្នេះពួកគេក៏ចាប់ផ្ដើមឆ្លោះប្រកែកគ្នាថាអ្នកណានឹងសួរមុនការឆ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងហើយភ្លាមនោះក៏មានការតានតឹងយ៉ាងខ្លាំងម្នាក់និយាយថាបញ្ហារបស់ខ្លួនធំជាងគេហើយត្រូវនិយាយជាមួយព្រះសង្ឃមុនព្រះសង្ឃបានទតឃើញការអ៊ូអរនេះមួយសន្ទុះហើយមិនឃើញពួកគេសម្រេចចិត្តបានក៏ទ្រង់ស្រែកថាស្ងាត់មនុស្សទាំងអស់គ្នាក៏ស្ងាត់ភ្លាមបន្ទាប់មកព្រះសង្ឃមានបន្ទូលថាអាត្មាមានដំណោះស្រាយអ្នកទាំងអស់គ្នាអង្គុយចុះជារង្វង់នៅលើដីហើយរង់ចាំពេលមានបន្ទូលដូច្នេះទ្រង់ក៏ចាកចេញទៅហើយត្រឡប់មកវិញជាមួយនឹងក្រដាស់ខ្លះប៊ិចនឹងកន្ត្រកទទេមួយទ្រង់បានចែកក្រដាស់និងប៊ិចដល់ម្នាក់ហើយដាក់កន្ត្រកនៅចំកណ្ដាលបន្ទាប់មកទ្រង់បានណែនាំថាអ្នកទាំងអស់គ្នាសរសេរបញ្ហារបស់ខ្លួនដាក់លើក្រដាស់នេះចុះសរសេររួចបត់ក្រដាស់នេះហើយដាក់ក្រដាស់នេះចូលក្នុងកន្ត្រកមនុស្សគ្រប់គ្នាចាប់ផ្ដើមសរសេរហើយពេលគ្រប់គ្នាសរសេរចប់ក៏ដាក់ក្រដាស់របស់ខ្លួនចូលក្នុងកន្ត្រកបន្ទាប់មកព្រះសង្ឃបានយកកន្ត្រកនោះមកលាយក្រដាស់បញ្ចូលគ្នាបន្ទាប់មកព្រះអង្គបានប្រគល់កន្ត្រកនោះទៅឲ្យមនុស្សម្នាក់ដែលអង្គុយក្នុងរង្វង់ហើយមានបន្ទូលថាឥឡូវនេះបញ្ជូនកន្ត្រកនេះទៅជុំវិញហើយយកក្រដាស់ណាក៏បានដែលនៅពីលើគេអានបញ្ហានោះហើយបើអ្នកជ្រើសរើសយកវាធ្វើជាបញ្ហារបស់ខ្លួនក៏បានឬក៏យកបញ្ហារបស់ខ្លួនមកវិញក៏បានម្នាក់ម្ដងពួកគេបានយកក្រដាស់មួយសន្លឹកហើយអានបញ្ហារបស់អ្នកដទៃពេលពួកគេអានបញ្ហារបស់អ្នកដទៃពួកគេក៏ភ័យរន្ធត់ម្នាក់បានសន្និដ្ឋានថាបញ្ហារបស់ខ្លួនមិនអាក្រក់ដូចបញ្ហារបស់អ្នកដទៃទេក្នុងរយៈពេល1នាទីម្នាក់បានដូរបញ្ហារបស់ខ្លួនហើយពេលពួកគេបានក្រដាស់ដើមរបស់ខ្លួនមកវិញពួកគេក៏មានអារម្មណ៍ពេញចិត្តពួកគេបានអរគុណព្រះសង្ឃហើយបន្តដំណើរទៅមុខទៀតបើយើងមើលក្នុងជីវិតរបស់យើងនោះយើងនឹងឃើញថាយើងទាំងអស់គ្នាគិតថាបញ្ហារបស់ខ្លួនធំជាងគេទាំងអស់